តើអ្វីទៅគឺជាគោលនយោបាយអព្យាក្រឹតគោលនយោបាយអព្យាក្រឹតគឺជាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកដោយនៅកណ្ដាលមិនប្រកាន់មនោគមវិជ្ជាសេរីឬក៏មនោគមវិជ្ជាកុម្មុយនីសឡើយសម្រាប់គោលនយោបាយអព្យាក្រឹតនេះផងដែរគឺបានចែកចេញជា3ដំណាក់កាលទី1គឺមូលហេតុនៃការអនុវត្តគោលនយោបាយអព្យាក្រឹតទី2គឺការពង្រឹងគោលនយោបាយអព្យាក្រឹតចំណែកឯទី3គឺលទ្ធផលនៃការប្រកាន់យកគោលនយោបាយអព្យាក្រឹតហើយសម្រាប់ចំណុចទី3នេះផងដែរគឺបានចែកចេញជា2ដំណាក់កាលទៀតគឺជំហានដំបូងនិងដំណាក់កាលសង្គ្រាមត្រជាក់ឥឡូវបើយើងក៏លេចមកមើលចំណុចទី1មូលហេតុនៃការអនុវត្តគោលនយោបាយអព្យាក្រឹតគឺអនុវត្តទៅតាមសេចក្តីសម្រេចនៃសន្និសីទទីក្រុងសែវណែវដែលស្នើដោយចិននិងសូវៀតកម្ពុជាចង់រស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកជាពិសេសគឺជាប្រទេសជិតខាងឥឡូវយើងចូលមកដល់ចំណុចទី2គឺការពង្រឹងគោលនយោបាយអព្យាក្រឹតនៅថ្ងៃទី18ខែមីនាឆ្នាំ1955ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌាព្រះបាទសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយនឹងលោកនេរុលើសេចក្តីប្រកាសរួមគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាពនៅថ្ងៃទី18ដល់ថ្ងៃទី24ខែមេសាឆ្នាំ1955ក្នុងសន្និសីទកំពូលប្រទេសអាស៊ីអាហ្វ្រិកនៅទីក្រុងបាន់ដុងព្រះបាទសម្ដេចនរោត្តមសីហនុបានធ្វើសេចក្តីអះអាងពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជានិងការរួមរស់ជាមួយគ្នាដោយសុខសន្តិភាពនៅថ្ងៃទី14ខែធ្នូឆ្នាំ1955ក្នុងពេលកម្ពុជាចូលជាសមាជិកនៃអង្គការសហប្រជាជាតិតំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីមាគ៌ាអព្យាក្រឹតភាពនៃកម្ពុជាឥឡូវយើងចូលមកដល់ចំណុចទី3គឺលទ្ធផលនៃការប្រកាន់យកគោលនយោបាយអព្យាក្រឹតនៅក្នុងដំណាក់កាលជំហានដំបូងនៅក្នុងដំណាក់កាលនៃជំហានដំបូងនេះផងដែរគឺបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពអស់រយៈពេល15ឆ្នាំបានធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះល្បីសុសសាយនៅក្នុងតំបន់ធ្វើឲ្យអ្នកប្រឆាំងពុំហ៊ានប៉ះពាល់និងទទួលស្គាល់នៃគុណសម្បត្តិនៃគោលនយោបាយអព្យាក្រឹតឥឡូវយើងចូលមកដល់ដំណាក់កាលនៃសង្គ្រាមត្រជាក់ឥទ្ធិពលនៃសង្គ្រាមត្រជាក់របស់មហាអំណាចមនោគមវិជ្ជាទាំងពីរពុំទុកកម្ពុជាក្នុងមាគ៌ាសន្តិភាពសហរដ្ឋអាមេរិកថៃវៀតណាមខាងត្បូងវៀតណាមខាងជើងធ្វើសកម្មភាពប្រឆាំងនឹងនយោបាយអព្យាក្រឹតដែលធ្វើឲ្យកម្ពុជាអនុវត្តគោលនយោបាយអព្យាក្រឹតមិនចំទិសដៅនិងនាំឲ្យកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម